ប៉ូឡូញនៅជួរមុខរបស់ណាតូតើអាចទប់ទល់នឹងរុស្ស៊ីដោយគ្មានសហរដ្ឋអាមេរិកបានដែរឬទេសួស្តីបងប្អូនជាទីរាប់អានថ្ងៃនេះខ្ញុំបានដកស្រង់អត្ថបទមួយដែលចេញផ្សាយពីកាសែតរបស់ Fox News របស់សហរដ្ឋអាមេរិកដែលដាក់ចំណងជើងធំថាប៉ូឡូញជួរមុខរបស់ណាតូតើអាចទប់ទល់នឹងរុស្ស៊ីដោយគ្មានសហរដ្ឋអាមេរិកបានដែរឬទេប្រទេសប៉ូឡូញកំពុងពង្រីកការពារព្រំដែនរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីប៉ុន្តែតើប្រទេសនេះនៅតែអាចពឹងផ្អែកទៅលើសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តបានដែរឬទេអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយប៉ូឡូញត្រូវបានគេចាត់ទុកថាជាប្រទេសដែលគាំទ្រសហរដ្ឋអាមេរិកជាងគេមួយនៅអឺរ៉ុបប៉ូឡូញបានចូលរួមក្នុងសង្គ្រាមអ៊ីរ៉ាក់ដែលដឹកនាំដោយសហរដ្ឋអាមេរិកហើយថែមទាំងអនុញ្ញាតឲ្យ CIA គេសម្ងាត់មួយនៅលើទឹកដីរបស់ខ្លួនទៀតផងលើសពីនេះប៉ូឡូញក៏បានពង្រីកទំនាក់ទំនងជិតស្និទ្ធជាមួយនឹងលោកដូណាល់ត្រាំដោយសូម្បីតែស្ទើរឲ្យដាក់ឈ្មោះមូលដ្ឋានសហរដ្ឋអាមេរិកថា Fort Trump ប៉ុន្តែពេលនេះសហរដ្ឋអាមេរិកហាក់កំពុងបន្ថយវត្តមានរបស់ខ្លួននៅអឺរ៉ុបហើយប៉ូឡូញបានបារម្ភថាបន្ទាប់ពីអ៊ុយក្រែនខ្លួនអាចជាគោលដៅបន្ទាប់របស់រុស្ស៊ីដូច្នេះតើផែនការរបស់ប៉ូឡូញគឺជាអ្វីប៉ូឡូញគឺជាប្រទេសដ៏អស្ចារ្យមួយយើងចូលចិត្តប្រទេសនេះខ្លាំងយើងជាមិត្តភក្តិរបស់ប៉ូឡូញយើងចាត់ទុកប៉ូឡូញថាជាសម្ព័ន្ធមិត្តគំរូមួយនៅអឺរ៉ុបប៉ុន្តែសម្រាប់ប៉ូឡូញទំនាក់ទំនងនេះកំពុងក្លាយជាបញ្ហាស្មុគស្មាញយ៉ាងខ្លាំងតើអាចប្រាកដបានទេថាផលប្រយោជន៍របស់សហរដ្ឋអាមេរិកនឹងបន្តស្របទៅនឹងផលប្រយោជន៍របស់ប៉ូឡូញដែរឬទេយើងធ្លាប់ជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់សហរដ្ឋអាមេរិកហើយយើងនឹងបន្តជាបែបនេះប៉ុន្តែយើងមិនអនុញ្ញាតឲ្យខ្លួនឯងក្លាយជាអ្នកខាតបង់បានទេប៉ូឡូញអនុញ្ញាតប៉ូឡូញបានអនុវត្តស្ទើរតែគ្រប់អ្វីដែលរដ្ឋបាលរបស់លោកដូណាល់ត្រាំចង់ឃើញប្រទេសនេះចំណាយប្រហែល 4.5% នៃផលិតផលក្នុងស្រុកសរុបឬ GDP លើវិស័យការពារជាតិដែលជាអត្រាខ្ពស់បំផុតក្នុងចំណោមសមាជិក NATO ទាំងអស់ហើយប្រជាជនប៉ូឡូញភាគច្រើនគាំទ្រការពង្រីកសមត្ថភាពយោធាមូលហេតុគឺដោយសារតែនៅម្ខាងទៀតនៃព្រំដែនរុស្ស៊ីកំពុងធ្វើសង្គ្រាមនៅអ៊ុយក្រែនប្រទេសប៉ូឡូញមានព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែននិងរុស្ស៊ីនៅភាគខាងជើងគឺជាតំបន់កាលីនីនក្រាដដែលជាដែនដីរបស់រុស្ស៊ីដាច់ចេញពីទឹកដីសំខាន់ខណៈបេឡារុសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ីស្ថិតនៅខាងកើតខែលការពារដ៏រឹងមាំបំផុតរបស់ប៉ូឡូញប្រឆាំងនឹងរុស្ស៊ីគឺសមាជិកភាពរបស់ខ្លួនក្នុងអង្គការណាតូសមាជិកទាំងអស់នៃសម្ព័ន្ធមិត្តយោធាលោកខាងលិចនេះបានសន្យាថានឹងការពារគ្នាទៅវិញទៅមកក្នុងករណីមានការវាយប្រហារនោះមានន័យថាប៉ូឡូញនឹងទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកផងដែរប្រទេសដែលមានកងទ័ពខ្លាំងបំផុតក្នុងពិភពលោកនិងមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏សម្បើមប៉ុន្តែប្រទេស
នៅតំបន់ភាគខាងកើតរបស់ NATO ដែលស្ថិតនៅជិតរុស្ស៊ីបំផុតកំពុងចាប់ផ្ដើមសួរខ្លួនឯងថាតើសហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះសម្ព័ន្ធភាពនេះដែរឬទេ ដូច្នេះហើយប៉ូឡូញមានអារម្មណ៍ថាខ្លួនកាន់តែងាយរងគ្រោះថ្នាក់ប៉ូឡូញបានចោទប្រកាន់រុស្ស៊ីថាជាប់ពាក់ព័ន្ធនឹងការដុតបំផ្លាញទ្រព្យសម្បត្តិនិងការបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលក្នុងដែនដីរបស់ខ្លួនខ្ញុំពិតជាភ័យខ្លាចណាស់ភ័យខ្លាចខ្លាំងណាស់ដូចជាប្រទេសប៉ូឡូញភាគច្រើនដែរពួកយើងនៅជិតសង្គ្រាមហើយយើងមានការព្រួយបារម្ភពូទីនជាមនុស្សពិបាកព្យាករណ៍ពួកគេមិនបញ្ឈប់ត្រឹមនេះទេពួកគេនឹងព្យាយាមបន្តទៅមុខទៀតសង្គ្រាមនេះកំពុងមានឥទ្ធិពលដោយផ្ទាល់លើប៉ូឡូញហើយក្តីបារម្ភបំផុតគឺរុស្ស៊ីអាចនឹងមិនបញ្ចប់ត្រឹមអ៊ុយក្រែននោះឡើយ